ខ្ញុំនឹងស្រឡាញ់ក្មេងព្រោះសេចក្តីស្មោះត្រង់ដែលពួកគេមានតែខ្ញុំក៏ស្រឡាញ់មនុស្សចាស់ព្រោះបទពិសោធន៍និងចំណេះដឹងដែលពួកគេអាចចែករំលែកខ្ញុំនឹងស្រឡាញ់មនុស្សដែលមានសម្រស់ស្រស់ស្អាតព្រោះកែភ្នែករបស់ពួកគេមានបង្កប់នូវភាពក្រៀមក្រំតែខ្ញុំក៏ស្រឡាញ់មនុស្សដែលមានរូបសម្រស់មិនល្អព្រោះតែចិត្តវិញ្ញាណរបស់ពួកគេពោរពេញទៅដោយសុខសន្តិភាពខ្ញុំនឹងស្វាគមន៍ថ្ងៃនេះដោយសេចក្តីស្រឡាញ់ចេញអស់ពីចិត្តប៉ុន្តែតើខ្ញុំគួរប្រតិកម្មទៅនឹងអាកប្បកិរិយារបស់អ្នកដទៃដោយរបៀបណាគឺត្រូវប្រតិកម្មដោយក្តីស្រឡាញ់ព្រោះមានតែក្តីស្រឡាញ់មួយគត់អាចជាអាវុធដើម្បីបើកដួងចិត្តរបស់មនុស្សគ្រប់រូបបានហើយសេចក្តីស្រឡាញ់ក៏ជាខែលដើម្បីការពារទប់ទល់នឹងគ្រាប់ព្រួយនៃសេចក្តីស្អប់និងផ្លែលំពែងនៃសេចក្តីខឹងសម្បារផងដែរសេចក្តីស្ទាក់ស្ទើរនៅក្នុងចិត្តរបស់ពួកគេបើកាលណាបានមកប៉ះនឹងខែនៃសេចក្តីស្រឡាញ់របស់ខ្ញុំហើយនឹងប្រែទៅជាគ្រាប់ភ្លៀងដ៏ត្រជាក់ត្រជុំទៅវិញខែនេះនឹងការពារខ្ញុំនៅក្នុងកិច្ចការជំនួញក្នុងពេលខ្ញុំនៅទីផ្សារព្រមទាំងជួយគាំទ្រខ្ញុំនៅពេលខ្ញុំមានអារម្មណ៍ឯកាខែនេះនឹងលើកខ្ញុំឡើងវិញនៅពេលខ្ញុំធ្លាក់ទឹកចិត្តតែវាក៏នឹងធ្វើឲ្យស្ងប់ស្ងៀមទៅវិញនៅពេលអារម្មណ៍របស់ខ្ញុំឆេះទៅដោយសេចក្តីត្រេកអរហួសហេតុដរាបណាខ្ញុំនៅតែប្រើខែនេះជាប្រចាំវាក៏កាន់តែមាំមួននិងមានប្រសិទ្ធភាពខ្លាំងឡើងដើម្បីការពាររហូតដល់ថ្ងៃណាមួយខ្ញុំនឹងអាចទម្លាក់វាចោលព្រោះពេលនោះខ្ញុំនឹងមានសមត្ថភាពដើរដោយចុះសម្រុងគ្នាជាមួយនឹងមនុស្សគ្រប់ចម្ពោះដែលការនោះហើយគេឈ្មោះរបស់ខ្ញុំនឹងឡើងខ្ពស់ត្រដែតគឺខ្ពស់ដូចកំពូលនៃប្រាសាទពីរ៉ាមីតខ្ញុំនឹងស្វាគមន៍ថ្ងៃនេះដោយសេចក្តីស្រឡាញ់ចេញអស់ពីចិត្តតើខ្ញុំគួរតទល់នឹងមនុស្សដែលខ្ញុំជួបចរចាដោយរបៀបណាដោយរបៀបតែមួយយ៉ាងប៉ុណ្ណោះគឺដោយស្ងៀមស្ងាត់ខ្ញុំនឹងនិយាយនៅក្នុងចិត្តថាខ្ញុំស្រឡាញ់អ្នកទោះបីពាក្យនេះនិយាយឡើងដោយគ្មាននរណាឮក៏ដោយតែវាអាចបង្ហាញចេញតាមរយៈក្រសែភ្នែកតាមទឹកមុខនិងស្នាមញញឹមនៅលើបបរមាត់ដែលនឹងធ្វើឲ្យគាត់បើកដួងចិត្តឡើងដើម្បីទទួលយកដូច្នេះតើនរណាមួយអាចប្រកែកមិនព្រមទិញទំនិញរបស់ខ្ញុំទៅបើដួងចិត្តរបស់គាត់យល់ព្រមទទួលយកទៅហើយនោះខ្ញុំនឹងស្វាគមន៍ថ្ងៃនេះដោយសេចក្តីស្រឡាញ់ចេញអស់ពីចិត្តហើយសំខាន់ជាងនេះទៅទៀតនោះខ្ញុំក៏ត្រូវរៀនស្រឡាញ់ខ្លួនឯងផងដែរព្រោះថាលុះត្រាតែខ្ញុំស្រឡាញ់ខ្លួនឯងទើបខ្ញុំមានចិត្តដើម្បីត្រួតពិនិត្យមើលអ្វីៗដែលចូលមកក្នុងរូបរាងកាយចិត្តនិងវិញ្ញាណរបស់ខ្ញុំបានដូច្នេះខ្ញុំនឹងប្រុងប្រយ័ត្នមិនបំពេញសេចក្តីត្រូវការដល់រូបរាងកាយហួសហេតុពេកនោះទេផ្ទុយមកវិញខ្ញុំនឹងចេះធ្វើអនាម័យនិងចេះប្រមាណលើចំណីអាហារដូច្នេះខ្ញុំនឹងមិនបណ្ដោយឲ្យគំនិតរបស់ខ្ញុំល្អក់កកទៅដោយភាពអវិជ្ជមាននិងសេចក្តីអស់សង្ឃឹមនោះទេផ្ទុយមកវិញខ្ញុំនឹងបំប៉នវាដោយចំណេះដឹងនិងបញ្ញារបស់មនុស្សបណ្ឌិតដូច្នេះខ្ញុំនឹងមិនបណ្ដោយឲ្យវិញ្ញាណរបស់ខ្ញុំពេញដោយសេចក្តីឆ្អែតឆ្អន់នោះទេផ្ទុយមកវិញខ្ញុំនឹងបន្តផ្ដល់ចំណីឲ្យវាតាមរយៈការធ្វើសមាធិឬការថ្វាយបង្គំដូច្នេះខ្ញុំនឹងមិនឲ្យដួងចិត្តរបស់ខ្ញុំនៅតូចនិងជូរចត់ទៀតនោះទេផ្ទុយមកវិញខ្ញុំនឹងរៀនចែករំលែកដល់អ្នកដទៃដែលនឹងធ្វើឲ្យវាធំធាត់ឡើងនិងផ្ដល់សេចក្តីកក់ក្ដៅដល់ភពផែនដីទាំងមូលខ្ញុំនឹងស្វាគមន៍ថ្ងៃនេះដោយសេចក្តីស្រឡាញ់ចេញអស់ពីចិត្តចាប់ពីពេលនេះតទៅខ្ញុំនឹងមានសេចក្តីស្រឡាញ់ដល់មនុស្សគ្រប់ប្រភេទចាប់ពីខណៈនេះតទៅសេចក្តីស្អប់ត្រូវតែជំរះចេញឲ្យអស់ពីដួងចិត្តរបស់ខ្ញុំព្រោះខ្ញុំគ្មានពេលដើម្បីសាប់ខ្ពើមលើជនណាម្នាក់ឡើយ
ខ្ញុំមានតែពេលសម្រាប់បង្ហាញសេចក្តីស្រឡាញ់តែប៉ុណ្ណោះចាប់ពីខណៈនេះតទៅខ្ញុំនឹងចាប់ផ្ដើមឈានជំហានទី1នេះដើម្បីក្លាយជាមនុស្សប្រុសម្នាក់នៅក្នុងចំណោមមនុស្សប្រុសដទៃទៀតជាមួយនឹងចិត្តដែលពេញទៅដោយសេចក្តីស្រឡាញ់ការលក់របស់ខ្ញុំនឹងកើនឡើងចំនួន100ដងដូច្នេះខ្ញុំនឹងក្លាយជាអ្នកលក់ដ៏កំពូលម្នាក់បើខ្ញុំគ្មានគុណសម្បត្តិណាផ្សេងទៀតទេខ្ញុំក៏នៅតែជោគជ័យក្នុងអាជីពជាអ្នកលក់ម្នាក់ដដែលព្រោះខ្ញុំមានសេចក្តីស្រឡាញ់ដល់មនុស្សគ្រប់រូបផ្ទុយមកវិញបើគ្មានសេចក្តីស្រឡាញ់នេះនៅក្នុងខ្លួនទេខ្ញុំច្បាស់ជាបរាជ័យជាមិនខានទោះបីជាខ្ញុំមានជំនាញនិងចំណេះដឹងខាងលក់សពគ្រប់បែបយ៉ាងក៏ដោយខ្ញុំនឹងស្វាគមន៍ថ្ងៃនេះដោយសេចក្តីស្រឡាញ់ចេញអស់ពីចិត្តដូច្នេះខ្ញុំប្រកាសជាជោគជ័យខែមេសាឆ្នាំ2025ជួបជាមួយនឹងខ្ញុំបាទប៉ុនសាភិរិទ្ធនៅកន្លឹះមេរៀនបន្ទាប់ទៀតដែលមានចំណងជើងថាខ្ញុំនឹងតស៊ូរហូតដល់ខ្ញុំជោគជ័យ I will persist until I succeed